ជុំវិញភាពចម្រុងចម្រាស់នៃគម្រោងដំឡើងបង្គោលភ្លើងសូឡានៅឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងករណីនេះនៅមិនទាន់បញ្ចប់នៅឡើយទេថ្មីនេះលោកផែងវណ្ណៈបានចេញមុខសំណូមពរដោយផ្ទាល់ទៅកាន់លោកជ័យម៉ូតដែលជាមេឃុំទឹកហូតឲ្យចេញមុខធ្វើការបំភ្លឺជាសាធារណៈចំពោះសំណូមពរនេះធ្វើឡើងបន្ទាប់ពីមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីតម្លៃបង្គោលភ្លើងសូឡាដែលត្រូវបានគេលើកឡើងថាមានតម្លៃរហូតដល់$2,000ក្នុងមួយដើមការទាមទារនេះគឺក្នុងគោលបំណងស្វែងរកភាពច្បាស់លាស់និងធានាឲ្យមានតម្លាភាពក្នុងការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍមូលដ្ឋានព្រមទាំងជៀសវាងការយល់ច្រឡំកាន់តែធ្ងន់ធ្ងរពីសំណាក់មហាជនគាត់ចុះថាតែបកគោលសាលាថ្លៃបកគោលសាលាថ្លៃស្អីចឹងទិញបកគោលសាលាមាសអីចឹងតាមពិតតែក្រុមហ៊ុនឡាយផាឡាហ្នឹងគាត់ដេញថ្លៃគឺគាត់ដាក់3មុខបងគាត់ដាក់ផ្លូវគាត់ដាក់សាលាដាក់លូនិងសាលាអញ្ចឹងណាបងបាទគាត់ដាក់តម្លៃផ្លូវហ្នឹងក៏ទាបធ្វើ20លានហើយសាលាលូក៏ទាបលូមួយកន្លែង100000រៀលហើយដាក់សូឡាហ្នឹងខ្ពស់ជាងគេមួយដើម8លានរៀលគឺគាត់ដាក់អញ្ចឹងដើម្បីដាក់ក្នុងគម្រោងដេញថ្លៃអូយដល់ពេលគាត់ដាក់តម្លៃទាបតែ66លាន900,000រៀលគត់គាត់ដេញបានក្នុងគម្រោង135លានជាងហ្នឹងបាទហើយផ្លូវដំបូងនោះគឺមានប្រវែងតែ2040ម៉ែត្រទេនៅពេលដែលគម្រោងបានដេញចប់មានព្រមព្រៀងថានឹងក្រុមប្រឹក្សាឃុំបន្តគម្រោងនឹងជូនគាត់ដើម្បីឲ្យផ្លូវនេះឲ្យបានវែងហើយសូឡាឲ្យបានច្រើនដើម្បីបំភ្លឺផ្លូវហ្នឹងអញ្ចឹងយើងដល់ពេលតគម្រោងបានទៅដល់ផ្លូវ3092ម៉ែត្រវាលើសមុន1គីឡូជាងអញ្ចឹងណាបងបាទចុះរីឯសាលាបាទសាលាគាត់តបាន12ដើមបន្ថែមទៀតសាលាហើយយើងគិតតម្លៃនៅក្នុងតម្លៃដែលគាត់ដេញនឹងឯងអត់ឲ្យលើសអត់ឲ្យខ្វះអត់មានកោះលុបរបស់គេទេគឺគាត់ដេញ8លានយើងគុណ8លានគាត់ដាក់20លានក្នុងផ្លូវ1គីឡូម៉ែត្រយើងគុណ20លានក្នុងផ្លូវ1គីឡូម៉ែត្រនឹងដូចគ្នានឹងហើយបើក្រុមហ៊ុនផ្សេងយើងយកអត់បានដោយសារគេដេញថ្លៃខ្ពស់ណាបងចង់និយាយបញ្ជាក់ឡើងវិញបង្គោលសូឡានេះគឺបើយើងជាក់ស្ដែងហ្មងតម្លៃមួយដើមប្រហែលហ្មងđểបងដឹងហ្មងđểដាក់ហ្នឹងមួយដើមប្រហែលហ្នឹងគាត់ដាក់ក្នុងប៊ីតរបស់គាត់8លានហ្នឹងអីបងតាមពិតចឹងក្នុងប៊ីតទិញថ្លៃរបស់គាត់ហ្នឹងវាជាកំហុសរបស់ក្រុមហ៊ុនវាដាក់តម្លៃថ្លៃហួសពេកបងអញ្ចឹងវាបើយើងគិតថាតម្លៃពិតវាអត់ដល់ប៉ុណ្ណឹងទេអញ្ចឹងឯងបងគាត់ដាក់តម្លៃហ្នឹងតម្លៃហួសហ្នឹងឯងបងគេនេះប៉ុន្តែគាត់ដាក់ក្នុងតម្លៃប៉ុណ្ណឹងដល់ពេលយើងគុណឯកតាដែលគាត់បន្ថែមមានត្រូវគុណប៉ុណ្ណឹងឲ្យគេដែរហ្នឹងបងយើងមិនហ៊ានកោះលុបមិនហ៊ានកែតម្លៃគេទេដោយសារសភៅភីមគេដាក់មកអញ្ចឹងគេដាក់ថាយើងមិនអាចបន្ថយឬក៏កែកន្លែងធ្វើម៉េចអ្វីដែលយើងថែមគម្រោងណាគឺគុណតម្លៃឯកតាតម្លៃដើមថ្ងៃគេដេញអញ្ចឹងណាបងបាទអញ្ចឹងបង្គោលភ្លើងហ្នឹងក៏ដាក់តម្លៃហ្នឹងក្នុងមួយដើមឬក៏ទាំងអស់បងទាំងអស់បង្គោលទាំងអស់មួយដើម8លានបងមួយដើម8លានគាត់ដាក់គម្រោងអញ្ចឹងហ្មងបងណែគាត់ដាក់ថ្លៃអញ្ចឹងហ្មងក្នុងប៊ីតរបស់គាត់ហ្នឹងណាបងបាទតែដល់ពេលលូគាត់ដាក់ទៅលូគាត់ដាក់ទៅមួយ100000រៀលបាទឯងមើលបាទលូគាត់ដាក់ទៅ100000ដល់ពេលបង្គោលភ្លើងគាត់ដាក់18លានបាទហើយលូគាត់ដាក់អញ្ចឹងបានក្រុមហ៊ុនផ្សេងក៏អញ្ចឹងដែរបងក្រុមហ៊ុនផ្សេងដាក់6លានដែរសូឡាប៉ុន្តែគាត់ដាក់ផ្លូវខ្ពស់ដល់ទៅ57លាននោះតែបងផាឡានេះដាក់ផ្លូវតែសូឡា6លាន8លានគាត់ដាក់លើសគេសូឡាបងផាឡាហ្នឹងគាត់ចំណេញសូឡាគាត់ដាក់លើសគេបាទបើបងចង់បកស្រាយអីសួរបច្ចេកទេសសួរបងវ៉ានីសួរបងពិសីទៀតទៅក៏គាត់បានមកប្រជុំនៅសាលាឃុំបានប្រជុំនៅអីខ្ញុំព្រឹកមិញខ្ញុំមកជួបគាត់នៅសាលាខេត្តដែរទីចាត់ការនៅអន្តរវិស័យហ៎បាទអន្តរវិស័យសួរបងវិស័យបាទហ្នឹងហើយអញ្ចឹងខ្ញុំក៏អត់នេះច្បាស់ដែរចាំនិយាយការជូនមេសួរមកអញ្ចឹងខ្ញុំឃើញគេផុសតែយើងវាអត់សូវយល់ហើយយើងមិនសូវបានចង់នេះដែរដល់ពេលអញ្ចឹងទៅចង់ដឹងអញ្ចឹងទេចាំខ្ញុំនិយាយការជូនមេមកខ្ញុំសុំលេខបងមួយខ្សែស្រួលតាក់ទងនេះបងសុំមួយខ្សែមកបងចូល97បងបាទមាន97បងឯង97ចឹង097
ទៀតបង 79 ទៀតបង 32 8 17បង